តើអ្នកធ្លាប់គិតទេថាហេតុអ្វីបានជាមនុស្សមួយចំនួនអាចក្លាយជា trader ដ៏ជោគជ័យខណៈដែលអ្នកផ្សេងទៀតបោះបង់ត្រឹមពេលជួបការខាតពី3ដងតើពួកគេកើតមកមានទេពកោសល្យពីកំណើតឬក៏ពួកគេគ្រាន់តែហាត់អនុវត្តច្រើនជាងអ្នកមានយុវជនម្នាក់ដែលចាប់ផ្ដើមរៀន Forex ដូចមនុស្សជាច្រើនថ្ងៃដំបូងគាត់មើលឆាតមិនយល់ពាក្យដូចជា support resistance risk management ឬ price action សុទ្ធតែជារឿងថ្មីសម្រាប់គាត់ពេលចូល trade លើកដំបូងគាត់ខាតលើកទី2គាត់ក៏ខាតលើកទី3គាត់នៅតែខាតគាត់ចាប់ផ្ដើមគិតថាប្រហែលជាគាត់មិនស័ក្តិសមធ្វើជា trader ទេប៉ុន្តែជំនួសឲ្យការបោះបង់គាត់បានសម្រេចចិត្តធ្វើរឿងមួយរៀងរាល់ថ្ងៃគាត់ចំណាយពេលរៀនបន្ថែមមើលឆាតរាប់ម៉ោងសរសេរ trading journal កត់ត្រាកំហុស backtest strategy និងពិនិត្យការសម្រេចចិត្តរបស់ខ្លួនគាត់មិនផ្ដោតលើប្រាក់ចំណេញប្រចាំថ្ងៃទេប៉ុន្តែផ្ដោតលើការកែលម្អខ្លួនឯងបន្តិចម្ដងមួយខែកន្លងផុតទៅគាត់នៅតែមិនទាន់រកប្រាក់បានច្រើនប៉ុន្តែគាត់ចាប់ផ្ដើមឈប់ធ្វើកំហុសដដែល3ខែក្រោយមកគាត់ចេះរងចាំ set up ល្អមិនចូល trade តាមអារម្មណ៍ទៀត6ខែក្រោយមកគាត់អាចគ្រប់គ្រងអារម្មណ៍បានល្អហើយគណនីរបស់គាត់ចាប់ផ្ដើមរីកចម្រើនយ៉ាងស្ថិរភាពថ្ងៃនោះគាត់យល់ថា trader ល្អមិនមែនកើតមកពូកែទេ trader ល្អកើតចេញពីការអនុវត្តជារៀងរាល់ថ្ងៃនេះគឺជាផ្នត់គំនិតដែល trader ជោគជ័យមានដូចគ្នាពួកគេមិនរំពឹងថានឹងល្អឥតខ្ចោះនៅថ្ងៃដំបូងទេពួកគេដឹងថាជំនាញគ្រប់យ៉ាងត្រូវការពេលវេលាដូចជាអ្នកបើកឡានអ្នកលេងកីឡាឬអ្នកលេងភ្លេងគ្មានអ្នកណាអាចពូកែដោយគ្រាន់តែមើលវីដេអូមួយចំនួនទេការពូកែកើតឡើងនៅពេលដែលអ្នកអនុវត្តម្ដងហើយម្ដងទៀតរហូតវាคล้ายជាទម្លាប់ក្នុងការជួញដូរការអនុវត្តមិនមែនមានន័យថាចូល trade ឲ្យបានច្រើនទេការអនុវត្តពិតប្រាកដគឺការរៀនអំពីទីផ្សារ backtest strategy សរសេរ journal ពិនិត្យកំហុសគ្រប់គ្រងហានិភ័យនិងអនុវត្តផែនការដដែលដោយមានវិន័យបើអ្នកចង់ក្លាយជា trader ល្អសូមចាប់ផ្ដើមពីរឿងតូចៗរៀនមួយមេរៀនក្នុងមួយថ្ងៃ backtest មួយ strategy ឲ្យបានច្បាស់កត់ត្រារាល់ trade ទាំងឈ្នះនិងខាតពិនិត្យថាហេតុអ្វីបានជាអ្នកចូល trade ហើយតើមានអ្វីដែលត្រូវកែលម្អកុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃប្រៀបធៀបខ្លួនឯងជាមួយម្សិលមិញគឺគ្រប់គ្រាន់ហើយចងចាំថាភាពជោគជ័យមិនមែនកើតឡើងដោយសារការធ្វើរឿងអស្ចារ្យម្ដងទេប៉ុន្តែកើតឡើងដោយសារការធ្វើរឿងត្រឹមត្រូវដដែលជារៀងរាល់ថ្ងៃរាល់ការអនុវត្តរាល់កំហុសនិងរាល់មេរៀនដែលអ្នករៀនថ្ងៃនេះកំពុងកសាង trader ដ៏រឹងមាំម្នាក់សម្រាប់ថ្ងៃស្អែកដូច្នេះកុំបារម្ភថាអ្នកមិនទាន់ពូកែត្រូវបារម្ភតែបើអ្នកឈប់អនុវត្តព្រោះ trader ល្អមិនកើតពីសំណាងមិនកើតពីទេពកោសល្យហើយក៏មិនកើតពី shortcut ដែរ trader ល្អកើតចេញពីការអនុវត្តដោយមានវិន័យនិងការអភិវឌ្ឍខ្លួនឯងជាបន្តបន្ទាប់បើអ្នកជឿថាការអនុវត្តគឺជាគន្លឹះនៃភាពជោគជ័យសូមចុច like share និង subscribe ដើម្បីទទួលបានវីដេអូអំពី trading psychology និងការអភិវឌ្ឍផ្នត់គំនិតថ្មីៗហើយសូម comment ខាងក្រោមថាខ្ញុំនឹងអនុវត្តរាល់ថ្ងៃដើម្បីជាការសន្យាជាមួយខ្លួនឯងថាអ្នកនឹងមិនឈប់រៀននិងមិនឈប់អភិវឌ្ឍខ្លួនឡើយពី Mythica Traders Hub